ជំរាបសួរអ្នកនរគ្នាស្វាគមន៍មកកាន់ Channel ស្រៀនមិញហូថ្ងៃនេះដែរខ្ញុំបាទមកបង្រៀនអ្នកទាំងអស់គ្នាពីរបៀបបង្កើត Channel YouTube នៅលើទូរស័ព្ទដៃឲ្យត្រូវតាមស្តង់ដារនិងលឿនរហ័សវីដេអូនេះដែរសម្រាប់បងប្អូនអ្នកដែលចេះហើយអាចឲ្យរំលងបានបើបងប្អូនណាដែលមិនទាន់ចេះអាចមើលវីដេអូនេះបានជាដំបូងអ្នកនរគ្នាគ្រាន់តែបើកទូរស័ព្ទដៃមកហើយចុចទៅលើ app មួយឈ្មោះថា YouTube ចុចទៅលើ app YouTube ហើយបងប្អូនមើលទៅលើ YouTube ទាំងអស់គ្នា YouTube ដែលមិនទាន់មាន Channel គឺចេញទម្រង់បែបនេះបន្ទាប់មកទៀតអ្នកនរគ្នាចុចលើ profile អ្នកទាំងអស់គ្នាខាងក្រោមនេះមកនេះខាងស្ដាំដៃចុចទៅលើវាបន្តិចហើយអ្នកនរគ្នាចុចអុសមកក្រោមមកនេះហើយជាទម្រង់ YouTube ដែលមិនទាន់បានបង្កើត Channel បន្តមកទៀតអ្នកនរគ្នាចុចទៅលើ profile អ្នកនរគ្នាមកហើយអុសមកក្រោមនេះនឹងឃើញពាក្យថា Create Channel ចុចទៅលើនឹងមកបាទនៅលើទូរស័ព្ទដៃគ្រាន់តែចុចប៉ុណ្ណឹងវានឹងបង្កើត Channel ឲ្យយើងហើយបន្តមកទៀតយើងចុចទៅលើ profile យើងម្ដងទៀតហើយចុចពាក្យថា Edit Channel បន្ទាប់មកទៀតយើងឃើញទម្រង់បែបនេះបើយើងចង់បដូរឈ្មោះយើងត្រូវតែចុចទៅលើក្រោម profile នេះចុចទៅលើសញ្ញាខ្មៅដៃហ្នឹងយើង edit មកយើងចង់ដាក់ឈ្មោះ channel ឈ្មោះអីចំណែកខ្ញុំគ្រាន់តែបង្ហាញឲ្យអ្នកនរគ្នាមើលខ្ញុំដាក់ឈ្មោះបែបនេះហើយខ្ញុំចុច done ហើយចុច save មក username ក៏ដូចគ្នាចុច edit បាន description អ្នកនរគ្នាអាចសរសេរបានតាមចំណូលចិត្តអ្នកនរគ្នាចង់ដាក់មិនក៏បានដែរចំណែកខ្ញុំដាក់ថាស្វាគមន៍មកកាន់ Channel ខ្ញុំបាទសូមជួយ Subscribe Channel ខ្ញុំម្នាក់មួយផងណាបាទខ្ញុំដាក់ទម្រង់បែបនេះហើយខ្ញុំចុច Done ហើយចុច Save បាទតែប៉ុណ្ណឹងយើងអាចបង្កើត Channel YouTube បានមួយហើយកន្លែងលើនេះជាកន្លែងដាក់ logo YouTube ហើយខាងក្រោយនេះជាកន្លែងដាក់ banner YouTube វីដេអូក្រោយខ្ញុំនឹងបង្រៀនអ្នកនរគ្នាពីរបៀបបង្កើត logo YouTube និងបង្កើត banner YouTube ដោយប្រើ AI ក៏បានតែវីដេអូក្រោយខ្ញុំនឹងបង្កើត logo YouTube និង banner YouTube ដោយប្រើ AI បាទសូមអរគុណសូមជម្រាបលា